ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអំពាវនាវឲ្យមានការពង្រឹងសុវត្ថិភាពនៅក្នុងការដឹកជញ្ជូនកម្មករឡើងវិញក្រោយពីកម្មករចំនួន14នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ចំនួន2នៅខេត្តកំពង់ឆ្នាំងនិងខេត្តស្វាយរៀងកាលពីថ្ងៃសៅរ៍សប្តាហ៍មុនឯកឧត្តមសុនមេសាអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃច័ន្ទនេះថាក្រសួងនឹងជជែកពិភាក្សាជាមួយនឹងស្ថាប័នពាក់ព័ន្ធបន្ថែមទៀតដើម្បីចាត់វិធានការធានាសុវត្ថិភាពដល់កម្មករឲ្យបានល្អប្រសើរក្រសួងការងារស្នើសុំឲ្យម្ចាស់រថយន្តទាំងអស់ពិចារណានៅក្នុងការកែប្រែរថយន្តរបស់ខ្លួនឲ្យមានសុវត្ថិភាពជាងមុនដើម្បីធ្វើយ៉ាងម៉េចអាចឲ្យបងប្អូនកម្មករកម្មការីរបស់យើងសុវត្ថិភាពយោងតាមក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្នុងឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍ទាំងពីរករណីនេះបានបណ្ដាលឲ្យកម្មករនិយោជិតរងគ្រោះសរុបចំនួន93នាក់ក្នុងនោះស្លាប់ចំនួន14នាក់របួសធ្ងន់ចំនួន15នាក់និងរបួសស្រាលចំនួន64នាក់គឺជាគ្រោះថ្នាក់លើកម្មករដ៏ធំមួយសម្រាប់ដើមឆ្នាំ2026នេះប្រតិកម្មជាច្រើនលើបណ្ដាញសង្គមបានស្ដីបន្ទោសទៅលើការបើកបរដោយមិនគោរពច្បាប់ចរាចរណ៍និងការធ្វេសប្រហែសនៅក្នុងការបើកបរជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការងារឯកឧត្តមសុនមេសាក៏បានទទូចដល់ម្ចាស់រថយន្តដឹកកម្មករគិតគូរពីសុវត្ថិភាពកម្មករនិយោជិតផងដែរក្រសួងការងារបានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ពិនិត្យលើសុវត្ថិភាពរថយន្តដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍បន្ថែមទៀតមានកម្មករជាង1លានអ្នកកំពុងបម្រើការងារនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ស្បែកជើងនិងសម្ភារៈធ្វើដំណើរដែលជាវិស័យតំណាងឲ្យការនាំចេញដ៏ធំបំផុតមួយរបស់កម្ពុជា